ព្រះគម្ពីរពងសាវតារខ្សត្រទី2ជំពូកទី9គ្រានោះហោរ៉ាអេលីសេលោកហៅម្នាក់ក្នុងពួកសិស្សនៃពួកហោរ៉ាមកប្រាប់ថាចូលក្រវ៉ាត់ចង្កេះយកខួចប្រេងនេះកាន់នៅដៃទៅឯក្រុងរ៉ាម៉ូតកាឡាតចុះកាលណាទៅដល់ហើយចូលរកយេហ៊ូជាកូនយេហូសាផាតដែលជាកូននីមស៊ីហើយចូលទៅហៅលោកឲ្យក្រោកពីកណ្ដាលពួកបងប្អូនលោកនាំទៅឯបន្ទប់ខាងក្នុងរួចយកខួចប្រេងនេះចាក់លើក្បាលលោកដោយជម្រាបថាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះអញបានចាក់ប្រេងតាំងឯងឡើងជាស្ដេចឲ្យសោយរាជលើស្រុកអ៊ីស្រាអែលរួចហើយចូលឯងបើកទ្វាររត់ទៅកុំឲ្យមកអង់ឡើយដូច្នេះមនុស្សកំឡោះជាអ្នកបម្រើពួកហោរ៉ានោះក៏ទៅឯរ៉ាម៉ូតកាឡាតទៅកាលគាត់ទៅដល់ហើយនោះឃើញពួកមេទ័ពកំពុងអង្គុយនៅជាមួយគ្នាគាត់ក៏ជម្រាបថាលោកមេទ័ពអើយខ្ញុំមានការមួយចំពោះលោករួចយេហ៊ូសួរថាតើចំពោះអ្នកណាក្នុងពួកយើងនេះគាត់ឆ្លើយថាលោកមេទ័ពអើយគឺចំពោះលោកនេះឯងដូច្នេះយេហ៊ូក៏ក្រោកឡើងចូលទៅក្នុងផ្ទះរួចអ្នកនោះចាក់ប្រេងលើក្បាលលោកជម្រាបថាព្រះយេហូវ៉ាជាព្រះនៃសាសអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះអញបានចាក់ប្រេងតាំងឯងឡើងជាស្ដេចលើសាសអ៊ីស្រាអែលជារាជរបស់អញត្រូវឲ្យប្រហារជំនួសវង្សរបស់អាហាប់ជាចៅហ្វាយឯងទៅប្រយោជន៍ឲ្យអញបានសងសឹកនឹងយេសេបែលដោយព្រោះឈាមនៃពួកហោរ៉ាជាអ្នកបម្រើអញនិងឈាមនៃពួកអ្នកបម្រើរបស់អញទាំងអស់ដែរត្បិតជំនួសវង្សរបស់អាហាប់ត្រូវវិនាសទៅអស់រលីងហើយអញនឹងកាត់កាល់អស់ទាំងកូនប្រុសពីអាហាប់ចេញទោះទាំងអ្នកដែលបិទបាំងទុកនិងពួកអ្នកឥតចំណងក្នុងសាសអ៊ីស្រាអែលផងអញនឹងធ្វើឲ្យជំនួសវង្សអាហាប់បានដូចជាជំនួសវង្សរបស់យេរ៉ូបោមជាកូននេបាតហើយដូចជាជំនួសវង្សនៃបាអាសាតជាកូនអាហ៊ីយ៉ាដែរឆ្កែនឹងទំពាស៊ីយេសាប៊លនៅតំបន់មួយក្នុងក្រុងយេស្រៀលឥតមានអ្នកណាកប់នាងឡើយរួចហើយគាត់ក៏បើកទ្វាររត់ចេញទៅបន្ទាប់នោះយេហ៊ូក៏ចេញមកឯពួកមេទ័ពរបស់ចៅហ្វាយលោកមានម្នាក់សួរថាតើស្រួលបួលទេឬមនុស្សចំគួតនេះមករកលោកធ្វើអីលោកឆ្លើយថាលោករាល់គ្នាស្គាល់មនុស្សនោះនឹងរឿងគេហើយតែពួកនោះឆ្លើយឡើងថានេះផលទេសូមប្រាប់យើងឲ្យត្រង់មកលោកក៏ប្រាប់ថាអ្នកនោះបាននិយាយប្រាប់ខ្ញុំយ៉ាងនេះមួយយ៉ាងនេះមួយដោយពាក្យថាព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះអញមិនចាក់ប្រេងតាំងឯងឡើងជាស្ដេចលើស្រុកអ៊ីស្រាអែលហើយដូច្នេះគេក៏ប្រញាប់ប្រញាល់នឹងយកអាវរបស់គេរៀងខ្លួនដាក់ឲ្យលោកអង្គុយនៅត្រង់ក្បាលជណ្ដើររួចផ្លុំត្រែឡើងថាយេហ៊ូជាស្ដេចហើយដូច្នេះយេហ៊ូជាកូនយេហូសាផាតដែលជាកូននីមស៊ីលោកក៏គិតក្បត់នឹងយូរ៉ាមរីឯយូរ៉ាមនិងពួកទ័ពអ៊ីស្រាអែលទាំងប៉ុន្មានគេកំពុងតែការពាររក្សាក្រុងរ៉ាម៉ូតកាឡាតដោយព្រោះហាសែលជាស្ដេចស្រុកសេរីតែស្ដេចយូរ៉ាមទ្រង់បានវិលទៅឯយេស្រៀលដើម្បីរក្សារបួសដែលពួកសេរីបានធ្វើក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលជាស្ដេចសេរីនោះយេហ៊ូពោលថាបើអ្នករាល់គ្នាពេញចិត្តដូច្នេះហើយនោះកុំឲ្យអ្នកណាចេញរួចពីទីក្រុងនេះនាំដំណឹងទៅប្រាប់ក្នុងក្រុងយេស្រៀលឡើយយេហ៊ូក៏ឡើងជិះរត់ទៅឯយេស្រៀលត្បិតយូរ៉ាមផ្ទុំប្រឈួននៅទីនោះហើយអាហាស៊ីយ៉ាជាស្ដេចយូដាបានយាងចុះមកសួរមានអ្នកចាំយាមឈរលើប៉មយេស្រៀលក៏ឃើញពួកយេហ៊ូដែលកំពុងតែមកហើយគាត់ប្រាប់ថាខ្ញុំឃើញមនុស្សមួយពួកមកយូរ៉ាមក៏បង្គាប់ថាចូលតម្រូវទ័ពសេះម្នាក់ចាត់ឲ្យទៅជួបនឹងគេសួរថាតើមកដោយមេត្រីឬដូច្នេះទ័ពសេះម្នាក់នោះក៏ចេញទៅជួបនឹងគេប្រាប់ថាស្ដេចទ្រង់មានព្រះបន្ទូលសួរដូច្នេះតើមកដោយមេត្រីឬតែយេហ៊ូតបថាតើឯងត្រូវការអ្វីនឹងសេចក្តីមេត្រីនោះចូលថយទៅខាងក្រោយយើងទៅអ្នកចាំយាមក៏ប្រាប់ថាអ្នកដែលចាត់ទៅនោះបានទៅដល់គេហើយតែមិនមកវិញសោះនោះទ្រង់ក៏ចាត់ម្នាក់ទៀតឲ្យជិះសេះទៅអ្នកនោះបានទៅដល់គេប្រាប់ថាស្ដេចទ្រង់មានព្រះបន្ទូលសួរដូច្នេះថាតើមកដោយមេត្រីឬតែយេហ៊ូឆ្លើយតបថាតើឯងត្រូវការអ្វីនឹងសេចក្តីមេត្រីនោះចូលថយទៅខាងក្រោយយើងទៅដូច្នេះអ្នកចាំយាមប្រាប់ថាអ្នកនោះបានទៅដល់គេហើយតែមិនមកវិញសោះឯភាពដែលបរត់នោះមើលទៅដូចជាយេហ៊ូជាកូននីមស៊ីត្បិតគេបរមកយ៉ាងលឿនអាក្រក់ណាស់នោះយូរ៉ាមបង្គាប់ថាចូលរៀបចំឡើងគេក៏ទឹមព្រះរាជរថទ្រង់រួចយូរ៉ាមជាស្ដេចអ៊ីស្រាអែលនិងអាហាស៊ីយ៉ាជាស្ដេចយូដាទ្រង់គង់នៅរថមួយរៀងអង្គចេញទៅជួបនឹងយេហ៊ូបានប្រទះគ្នានៅត្រង់តំបន់របស់ណាបោត
ជាអ្នកស្រុកយេស្រាអែលកាលយូរ៉ាមទ្រង់ឃើញយេហ៊ូនោះទ្រង់មានព្រះបន្ទូលសួរថាយេហ៊ូអើយតើអ្នកមកដោយមេត្រីឬលោកឆ្លើយតបថាកំពុងតែមានសេចក្តីកំផិតនឹងមុនអាគមរបស់យេសាប៊ែលជាមេដាទ្រង់ជាច្រើនម្លេះនោះតើនឹងមានសេចក្តីមេត្រីឯណាបានដូច្នេះយូរ៉ាមក៏ញាក់បង្ហៀររត់ទៅដោយព្រះបន្ទូលនឹងអាហាស៊ីយ៉ាថាអាហាស៊ីយ៉ាអើយនេះជាការក្បត់ទេយេហ៊ូក៏ยึดធ្នូពេញកម្លាំងបាញ់ទៅត្រូវទីកណ្ដាលខ្នងយូរ៉ាមព្រួញក៏ត្រូវត្រង់បេះដូងទ្រង់ចេញមកខាងក្រៅហើយទ្រង់ស្រុតចុះនៅក្នុងព្រះរាជរថនោះយេហ៊ូបង្គាប់ទៅប៊ីតកាជាមេទ័ពលោកថាចូលលើកវាបោះចោលទៅក្នុងតំបន់របស់ចំការណាបោតជាអ្នកស្រុកយេស្រាអែលទៅត្បិតត្រូវឲ្យនឹកចាំពីកាលដែលខ្ញុំនិងអ្នកបានជិះសេះទៅតាមអាហាបជាបិតាវានោះព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្តីនេះចំលើរូបវាថាប្រកាសមែនម្សិលមិញអញបានឃើញឈាមរបស់ណាបោតនិងឈាមរបស់កូនប្រុសវាដូច្នេះអញនឹងសងឯងនៅក្នុងចំការនេះឯងនេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដូច្នេះចូលលើកវាបោះចោលទៅក្នុងចំការនេះតាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះកាលអាហាស៊ីយ៉ាជាស្ដេចយូដាបានឃើញការដូច្នោះនោះទ្រង់ក៏រត់ទៅតាមច្បារតែយេហ៊ូដេញតាមដោយបង្គាប់គេថាចូលវាសម្រាប់វានៅលើរទេះតែម្ដងទៅដូច្នេះគេក៏វាទ្រង់ត្រង់ផ្លូវឡើងទៅអាយអាកើជិតក្រុងយេបលៀមតែទ្រង់រត់ទៅដល់ក្រុងមេគីដោហើយសគត់នៅទីនោះពួកអ្នកបម្រើទ្រង់ក៏ដឹកនាំសពទៅឯក្រុងយេរូសាឡឹមបញ្ចុះក្នុងភ្នូររបស់ទ្រង់នៅជាមួយនឹងពួកអាយកោទ្រង់ក្នុងក្រុងដាវីតទៅឯអាហាស៊ីយ៉ាបានចាប់តាំងសោយរាជលើស្រុកយូដាក្នុងឆ្នាំទី11នៃរាជយូរ៉ាមជាបុត្រអាហាបកាលយេហ៊ូបានទៅដល់យេស្រាអែលហើយនោះយេសេប៊ែលក៏ឮហើយព្រះនាងក៏ផាត់រង្វង់ភ្នែកនឹងតែងព្រះកេសារួចទតមើលតាមបង្អួចមកកាលយេហ៊ូកំពុងតែចូលតាមទ្វាររបងនោះយេសេប៊ែលស្រែកសួរថាតើមានសេចក្តីសុខឬអីស៊ីមីរីជាអ្នកសម្លាប់ចៅហ្វាយខ្លួនអើយនោះលោកក៏ងើបមើលទៅឯបង្អួចសួរថាតើអ្នកណាកាន់ខាងអញតើមានអ្នកណាឬទេខណៈនោះមានមនុស្សកំរាវ 2-3 នាក់បានអើតមុខមកដូច្នេះលោកបង្គាប់គេថាចូលបោះវាចោះមកនោះគេក៏បោះទម្លាក់យេសេប៊ែលចុះមកហើយឈាមខ្លះក៏ខ្ទាតទៅប្រឡាក់នឹងជញ្ជាំងនិងសេះរួចលោកឲ្យសេះជន់ឈ្លីកាលលោកបានចូលទៅបរិភោគភោជនាហាររួចហើយនោះក៏បង្គាប់ថាចូលទៅមើលស្ត្រីដែលត្រូវបណ្ដាសានោះហើយកប់វាទៅត្បិតវាជាបុត្រស្ដេចដែរគេក៏ទៅដើម្បីនឹងកប់សពតែរកបានតែរលាក្បាលប្រអប់ជើងនិងបាតដៃប៉ុណ្ណោះដូច្នេះគេត្រឡប់មកវិញជម្រាបដល់លោកហើយលោកមានប្រសាសន៍ថានេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់មានបន្ទូលដោយសារអេលីយ៉ាជាអ្នកស្រុកថេស្ប៊ីជាអ្នកបម្រើទ្រង់ថាឆ្កែនឹងទំពាស៊ីសាច់យេសាប៊ែលនៅតំបន់យេស្រាអែលហើយសពរបស់យេសាប៊ែលនឹងបានជាលាមកនៅលើដីក្នុងទីតំបន់នៃស្រុកយេស្រាអែលបានជាមិនដែលមានអ្នកណាថានេះជាសពយេសាប៊ែលនោះឡើយ